មានអ្នកធាក់សក្លោពីនេះហើយគាត់នៅផ្ទះជាប់គ្នាទៀតមានហើយពីរអ្នកហ្នឹងមានប្រពន្ធមានកូននៅផ្ទះរៀងខ្លួនអ្នកធាក់សក្លោទី1នៅពេលដែលគាត់ត្រឡប់ទៅផ្ទះវិញគាត់ងូតទឹកងូតអីហើយប្រពន្ធគាត់រៀបបាយដល់ពេលប្រពន្ធគាត់ដួសបាយដាក់ឲ្យកូនគាត់2 3ម្នាក់កូនគាត់ដល់ពេលឃើញប្រពន្ធដួសបាយឲ្យកូនច្រើនស្រាប់តែប្តីហ្នឹងគាត់អត់សប្បាយចិត្តនឹងប្រពន្ធកាយវិការគាត់អត់សប្បាយចិត្តបង្ហាញតែគាត់អត់ពេញចិត្តហើយគាត់និយាយថាគាត់អ្នករលុយគាត់អ្នកប្រឹងគាត់អ្នកហត់ហេតុអីបានបាយគាត់តិចណាស់សម្លគាត់តិចណាស់ហើយគាត់មើលទៅកូនគាត់ហូបច្រើនជាងគាត់អញ្ចឹងអ្នកទី1អ្នកធាក់សក្លោទី2គាត់ទៅដូចគ្នាងូតទឹកងូតអីហើយដូចគ្នាឃើញប្រពន្ធគាត់ដួសបាយដាក់ឲ្យកូនគាត់បាយមកវែកហើយមកវែកទៀតដួសសម្លដាក់ឲ្យកូនឃើញកូនហូបឆ្ងាញ់ហើយចានគាត់ពីអ្នកប្រពន្ធហ្នឹងតិចទេប៉ុន្តែឪពុកហ្នឹងអ្នកធាក់សក្លោហ្នឹងគឺគាត់អង្គុយញញឹមគាត់រីករាយគាត់សប្បាយចិត្តហើយឃើញកូនគាត់ហូបឆ្ងាញ់ហ្នឹងគឺគាត់ដូចត្រេកអរមកគាត់រីករាយគាត់ត្រេកអរមកអញ្ចឹងសំណួរសួរថាម៉េចបានគ្រួសារទាំងពីរហ្នឹងឪពុកទាំងពីរហ្នឹងគាត់ខុសគ្នាឪពុកទី2គឺគាត់មានក្តីស្រឡាញ់នៅក្នុងបេះដូងរបស់គាត់ក្តីស្រឡាញ់ពិតនៅក្នុងបេះដូងរបស់គាត់មានឃ្លាមួយដែលគ្រូពេញចិត្តនៅក្នុងវគ្គ operation ទីណាដែលមានក្តីស្រឡាញ់ទីនោះគ្មានទេភាពអយុត្តិធម៌ទីណាដែលមានក្តីស្រឡាញ់ទីនោះគ្មានទេភាពមិនស្មើគ្នាព្រោះហេតុអីឪពុកដែលមានក្តីស្រឡាញ់ចំពោះប្រពន្ធចំពោះកូនចំពោះគ្រួសារគាត់អត់មានការប្រៀបធៀបទេហើយយើងមើលសូម្បីតែមិត្តភក្តិយើងក៏ដោយមនុស្សដែលយើងមិនចូលចិត្តណាតែស្វាយមួយចរិតមិនចង់ឲ្យហូបផងមែនទេតែនៅពេលដែលយើងនៅជាមួយមនុស្សជាទីស្រឡាញ់របស់យើងជាមួយមិត្តភក្តិរបស់យើងពេលខ្លះយើងខំប្រឹងទៅធ្វើការដូចគ្នាយើងមួយចំនួនខំប្រឹងធ្វើការណាមួយខែមែនទេពេលបានលុយមកយើងយកទៅទិញរបស់នេះរបស់នោះហើយយកទៅចែកអ្នកផ្ទះយើងបងប្អូនយើងហូបមិនបានយើងធ្វើសកម្មភាពអញ្ចឹងបានដោយងាយគឺមកពីយើងមានក្តីស្រឡាញ់នៅក្នុងចិត្តទីណាដែលមានក្តីស្រឡាញ់ទីនោះគឺគ្មានទេភាពអយុត្តិធម៌មែនទេព្រោះយើងបានយកកម្លាំងពលកម្មយើងទៅធ្វើការហត់ណាស់ដើម្បីបានកម្រៃមកហើយលុយនឹងជាលុយរបស់យើងជាលុយសុចរិតដែលយើងរកមកប៉ុន្តែបានយើងយកទៅចែកអ្នកដតីមិនមែនជាយើងនេះមិនបានគាត់យកទៅចាយបានស្រួលយកទៅទិញម្ហូបបានស្រួលយកទៅទិញខោអាវបានស្រួលហើយពេលដែលយើងឃើញគេយកលុយទៅចាយទិញម្ហូបទិញខោអាវទិញរបស់របរប្រើប្រាស់ណាដូចនៅក្នុងគ្រួសារយើងអញ្ចឹងយើងរីករាយយើងញញឹមមកពីយើងមានក្តីស្រឡាញ់ចំពោះគ្រួសារហ្នឹងមកពីយើងមានក្តីស្រឡាញ់ចំពោះសមាជិកហ្នឹងមកពីយើងមានក្តីស្រឡាញ់ចំពោះមនុស្សហ្នឹងទីណាដែលមានក្តីស្រឡាញ់លែងមានភាពអយុត្តិធម៌តែបើយើងចំណែនអ្នកនេះស្អប់អ្នកនេះអ្នកនោះលើសយើងអ្នកនោះមិនគួរអញ្ចេះមិនគួរចុះប្រហែលជាមិនមែនមកពីគេទេមកពីយើងនេះវាខ្វះសេចក្តីស្រឡាញ់នៅក្នុងនេះ